សាច់មាន់អប់គ្រឿងថាឈ្ងុយហើយឡងឆ្ងាញ់មែនតើបងម៉ាក់តាផ្សារតែងកាផ្លូវមាន់ចំនួន1គីឡូកន្លះឲ្យគេផ្លែយកទៅសាច់ទេបងតែកាផ្លូវស្រួយហើយឆ្ងាញ់ហើយនឹងមានជាតិបង1គីឡូកន្លះទិញអស់18000រៀលញ៉ាំបានគ្នា6នាក់មកដល់ផ្ទះម៉ាក់កាត់ជាដុំហើយក៏ម៉ាក់អូនចាប់ដើមយកវាទៅអប់គ្រឿងសំបកគេវិញគឺមានដូចជាកលខៃម្ទេសប៊ីចេងស្ករអំបិលម្សៅសបរត់ហើយក៏ដាក់ជាមួយនឹងប្រេងខ្យងទឹកម្ទេសទឹកត្រីហើយគឺយើងធ្វើការច្របល់វាតែម្ដងកូរច្របល់វាឲ្យសព្វគ្រឿងមកបងដាក់ខ្ទះលើចក្រានមកដាក់ប្រេងឆាដាក់ខ្ទឹមសខ្ទឹមក្រហមម្ទេសកូរវាហើយចាក់មាន់អប់គ្រឿងយើងចូលមកហើយគឺយើងលីងវាឲ្យដាច់ទឹកបងហើយរឿងសំខាន់ជាងគេហ្នឹងគឺកម្ដៅចោលបងបើមិនចឹងទេដងតែខ្លោចចាបន្ទាប់ពីលីងដាច់ទឹកហើយគឺយើងបន្ថែមជាមួយនឹងស្ករត្នោតប្រេងខ្យងហើយក៏បន្ថែមជាមួយនឹងម្រះប្រូផងដែរយើងធ្វើការកូរច្របល់វាមកបងដើម្បីឲ្យវាសព្វគ្រឿងបានល្អឥឡូវនឹងដែរគឺឆាក្តៅមាន់អប់គ្រឿងយើងគឺបានឆ្អិនហើយឥឡូវនឹងដែរម៉ាក់អូនមិនចាំយូរគឺម៉ាក់អូនចាប់ដើមភ្លក់មុនគេឡើងជាតិហ្មងបងកុំភ្លេចសាក់ថាញ៉ាំតាមម៉ាក់អូនណា